ត្រៃដោយសេចក្តីគោរពជ្រះថ្លាត្រៃលែងធម្មកណាសូមនមស្ការចំពោះថេរៈទាំងឡាយគ្រប់ព្រះអង្គមានថេរៈសន្តចតោថេរៈគ្រប់ព្រះអង្គនិងគ្រូចតិកាវត្តលោកចាស់គ្រូសាវិតបណ្ឌិតោលោកចាស់គ្រូមេត្តាធនោមុនសើននិងលោកចាស់ជាលេខាវត្តថេរបញ្ញាមេថាបានឱកាសដើម្បីប្រកាសសម្ដែងពធពីផតតេជាអ្នកមានឧបការៈលើអាត្មាភាពនមស្ការលោកចាស់គ្រូគ្រប់ព្រះអង្គដើម្បីបានឱកាសគង់លើក្រេធម្មទេសនាមានកិច្ចភារៈត្រូវសម្ដែងពធជាបន្តក្នុងវិដកលេខ52រឿងទី7ក្នុងរឿងភិក្ខុអកន្តកៈភិក្ខុថ្មីខ្ញុំអកន្តកៈអ្នកមកថ្មីក្នុងរឿងហ្នឹងមុននឹងចូលដល់សាច់រឿងបើសិនខ្ញុំបកណាពោលទៅមានការខុសឆ្គងក៏ផ្ទាំងផ្ទាត់អក្ខរវិរុទ្ធយ៉ាងណាក៏សូមខន្តីអភ័យអតោពីសំណាក់ព្រះថេរៈនិងលោកចាស់គ្រូគ្រប់ព្រះអង្គព្រោះអីរៀងភ្លេងផ្ទាំងផ្ទាត់ដែរពោលទៅចម្រើនពោលដល់គ្រូចារ្យគណៈកម្មការញាតិញោមប្រុសស្រីគ្រប់រូបដែលបានអញ្ជើញមកក្នុងមណ្ឌលពោធិព្រឹក្សដើម្បីបំពេញនៅកុសលដើម្បីមានការបូជាផ្កាបូជាប្រទីបជាដើមដើម្បីបំពេញនៅបុណ្យកុសលនឹងធ្វើរឿយទៅហ្នឹងបានបុណ្យព្រោះអីយើងសប្ថ្ងៃហ្នឹងរស់ទៅរិសាបុណ្យកាលណាដែរយើងអត់មានបុណ្យនោះទេទៀងអត់មានបុណ្យនោះទេតែងមរណានុសតិកើតឡើងហ្នឹងហើយអញ្ចឹងត្រូវតែមានសតិរលឹកឃើញអញ្ចឹងហ្នឹងហើយថាអាត្មាអញត្រូវបំពេញបុណ្យបើសិនជាយល់ឃើញទាំងអស់គ្នាអញ្ចឹងទៅដឹងជាល្អយ៉ាងណានេះញោមហ្នឹងហើយព្រោះអីក្នុងប្រទេសទាំងអស់ហ្នឹងមិនជាអ្នកដែលសមាទិដ្ឋិគ្រប់គ្នាដែលយល់ឃើញធម៌ព្រះអង្គទាំងអស់ទេយ៉ាងណាមិញបើសិនជាតាមមើលទៅវាសតត្រង់ប្រហែលជាចិត្តមិនដល់ 70% ផងដែលអ្នកយល់ធម៌ព្រះអង្គហ្នឹងហើយដើម្បីទៅតាមគ្នាអញ្ចឹងទៅណាហ្នឹងហើយដល់ពេលអ្នកគេយល់ធម៌ព្រះអង្គច្បាស់អញ្ចឹងទៅក៏យល់ធម៌ព្រះអង្គច្បាស់អញ្ចឹងទៅក៏មិនជឿទៅទេអ្នកមានសទ្ធាក្នុងពុទ្ធសាសនាមុតមមហើយសួរថាតើបើគេដឹកនាំទៅទីដតីផ្សេងហ្នឹងជឿទេញោមអត់ជឿទេហ្នឹងហើយអញ្ចឹងត្រូវតែមានសតិរលឹករឿយក្នុងកុសលហ្នឹងតាអត់មានសតិហើយទាំងអាត្មាភាពជាញាតិញោមពុទ្ធបរិស័ទទាំងអស់កណាគុណម្ចាស់គ្រប់ព្រះអង្គហ្នឹងធ្លាក់ហើយទៅអកុសលផ្សេងហ្នឹងចិត្តហ្នឹងគឺអប់រំឲ្យបានល្អអញ្ចឹងទៅធ្វើបុណ្យធ្វើទានហ្នឹងហើយរក្សាសិលអញ្ចឹងទៅទានមិនតាន់ឲ្យរមែងឲ្យអញ្ចឹងណាទានសិលមិនតាន់រក្សាហើយក៏បីរក្សាទៅព្រោះអីយើងកុំថាចាំចាស់ចាំរក្សាសិលបើថាចាំចាស់រក្សាសិលចប់ហើយគ្មានអីទីពឹងទេញោមយើងក៏បីរក្សាពីក្មេងទៅអញ្ចឹងណាដើម្បីបានជាឧបនិស្ស័យនៃការត្រាស់ដឹងធម៌ហ្នឹងបើយើងថាចាំចាស់ចាំរក្សាទៅក្មេងអញចាស់ប៉ុណ្្នឹងហើយអត់តរក្សាផងចោះក្មេងរក្សាសិលទៅអីហ្នឹង
chẳng tết đi kê chẳng á nhiều nên tia kê chẳng thà kê nâng viện che pin cho bay thà dương nâng mình đo kê phong mình toàn miên sơ ma thị nhà phong từ tết đi kê chẳng á chẳng không dịch đây nâng chẳng sắp khi vẹt thô nâng tay tầm miên mình ọt tê rồi dừng mình từ cọp chật nè đợt tây nè anh mau thoai tiên mau nè anh mau để xa sơ mau đại miền trắng ấy nhiêu để hai cây mau trắng bàn ấy ọt bàn này bờ hai màu bàn cục ru cục kia nâng ọt trà đi ọt trà cây lê nhây bàn hai màu bàn để xa sơ bàn ao tiên bàn ma thị là ngày bàn đập thô suốt hà tá để ban đập thua bỏ ông vô thua bỏ nước ban bỏ con nè hơi chẳng là ngày để là vô thua bỏ ông bên bàn tay vô từ bài cầm một than chẳng nó nhìn đâu là ngày từ chi biên của bột xây ấy nè đâu chẳng nó viện miên tế nhịn nhung bột ra đằng làng không lô còn biên bỏ ông xây tế ông ở cao trong cụm na chia sợi trai đầm bay tra đằng chia bột lại cứ ở miền này nhìn nhau chẳng là đi xa tại cọt khơi thà cái cô cùng đu của ông tới khơi bong chỉ vô lô nâng chọp chẳng tới thà tôi sum bột đó nhìn nhau tôi sum bột chẳng tới cọt thà bột sray chẳng là ngày chẳng dân cùng tịch thể chẳng á tịch thể chẳng á chạp ấy chẳng dừng ở toàn đăng vô thua của ông ban và con na phong dừng tự thà của ông sầy là ngày chẳng bọn tra đăng lang không lô còn miền của bột sầy tê miền tại bộ ro bộ điện bằngประกอบដោយករុណាគុណមហាគុណជាដើមអញ្ចឹងណាញោមយើងទៅគិតថាប្រពុតស្រីអត់កើតទេអញ្ចឹងយើងកុំទឹកថេអញ្ចឹងទឹកថេនឹងពិបាកនឹងកែប្រែញោមកែប្រែអត់បានហ្មងប្រកាន់មមអីហើយគឺទៅហើយទៅសុបនៅក្នុងនឹងអញ្ចឹងទៅគេប្រាប់ឲ្យត្រូវទៅនេះផ្លូវនេះល្អផ្លូវនេះអាក្រក់អញ្ចេះតែអត់ស្ដាប់ទេប្រកាន់ជាប់ថាអញអញ្ចឹងណាអត្តានឹងវាចឹងអត់មាននេះដាក់ចោះទេអញ្ចឹងតែងតែមាននេះថាអញនឹងឈ្នះគេអញ្ចឹងបើយើងមាននេះអញ្ចឹងពិបាកនឹងអប់រំឬក៏ព្រៀនប្រដៅហើយជាបុគ្គលដែលទូមានដោយកម្រហ្នឹងញោមហ្នឹងហើយដូចជាការសមាធិអញ្ចឹងសមាធិបើយើងអត់បានសិក្សាបានយល់ឃើញដឹងច្បាស់លាស់ទេអត់ដឹងទេអញ្ចឹងដល់ពេលសមាធិអញ្ចឹងទៅក៏យល់ឃើញខុសពីនេះពីនោះហ្នឹងហើយឃើញចេះឃើញចោះអញ្ចឹងទៅធ្វើឲ្យអាចិត្តនឹងវាអត់ស្ងប់ហ្នឹងញោមកាលណាដែលចិត្តអត់ស្ងប់ហើយហ្នឹងហើយអកុសលហ្នឹងលំបែងកើតឡើងហើយហើយមើលឃើញចឹងទៅថាសមាធិឃើញនេះឃើញនោះហ្នឹងហើយឃើញព្រះអង្គឃើញអីចឹងណាអញ្ចឹងយើងព្យាយាមអប់រំចិត្តអាចិត្តនឹងឲ្យបានល្អក្នុងកម្មដ្ឋានសមាធិនឹងយើងមិនចេះតែសមាធិដោយខ្លួនឯងឬក៏កម្មដ្ឋានដោយខ្លួនឯងទេយើងត្រូវតែរកគ្រូដើម្បីសមាធិអញ្ចឹងណាកុំឲ្យបែកកម្មដ្ឋានញោមណាហ្នឹងហើយកាលណាដែលបែកទៅវាពិបាកនឹងរក្សាចិត្តនឹងមកវិញណាហ្នឹងយើងត្រូវអប់រំវាអញ្ចឹងឬជារឿយអញ្ចឹងទៅហ្នឹងហើយតែខ្លះអប់រំចិត្តអត់បានអញ្ចឹងទៅក៏មានធ្វើអត្តឃាតខ្លួនឯងអញ្ចឹងណាយើងអត់បានដើម្បីមកស្ដាប់ធម៌ព្រះអង្គដើម្បីសម្ដែងប្រកាសសម្ដែងទេគឺចិត្តនឹងវាអញ្ចឹងឯងញោមចិត្តនឹងតែងតែរីករេទៅកាន់ទីដតីហ្នឹងហើយរហូតទៅដល់បាក់ទឹកចិត្តឲ្យសម្លាប់ខ្លួនឯងទៅទៀតហ្នឹងហើយបើយើងអត់ខិតខំប្រឹងប្រែងសន្សំវាពីរឿយពីមុនដំបូងនឹងរហូតទេចិត្តនឹងពិបាកឲ្យវាអប់រំណាញោមយើងគួរអប់រំវាអញ្ចឹងថាមានតែប៉ុណ្្នឹង
ចូលសាច់រឿងតែម្ដងអញ្ចឹងខ្ញុំក្នុងរឿងនិរយវគ្គបិដកលេខ57បិដកលេខ52ជាស្រ័យនោះបិដកលេខ52ក្នុងរឿងទី7ភិក្ខុអកណ្ដកៈញាតិញោមអកណ្ដកៈហ្នឹងប្រែថាភិក្ខុមកថ្មីភិក្ខុដែលមកថ្មីអញ្ចឹងដូចជាភិក្ខុសង្ឃនៅក្នុងវត្តអញ្ចឹងទៅអាហ្នឹងគេហៅអវាសកៈភិក្ខុដែលមកថ្មីមកពីវត្តអារាមដតីហ្នឹងឈ្មោះថាអកណ្ដកៈភិក្ខុអញ្ចឹងក្នុងកាលនោះសម័យនោះឯងព្រះអង្គគង់នៅក្នុងវត្តចេតពុនជាអារាមអនាថបណ្ឌិតកសិដ្ឋីជាក្រុងសាវត្ថីក្នុងកាលនោះឯងភិក្ខុចាំវស្សានៅក្នុងបច្ចន្តនគរហ្នឹងចាំវស្សាក្នុងខែដំបូងហ្នឹងនៅសុខសប្បាយអញ្ចឹងណាស្រុកបរិភោគមានចង្ហាន់បិណ្ឌបាតมันមានចង្ហាន់បិណ្ឌបាតហ្នឹងល្អប្រណិតអញ្ចឹងទៅក្រោយមកទៀតបានពាក្យកណ្ដាលខែហ្នឹងមានពួកចៅមកដើម្បីនឹងប្លន់ចាប់យកអ្នកស្រុកហ្នឹងដើម្បីជាធ្វើឆ្លើយស្លឹកហ្នឹងហើយបន្ទាប់មកក៏ដល់ខែបន្ទាប់មកភិក្ខុទាំងឡាយហ្នឹងរស់នៅមិនគង់នៅមិនបានជាសុខទេមិនសប្បាយព្រោះអ្នកទាំងឡាយហ្នឹងឡាយតែខ្វល់ខ្វាយដើម្បីនឹងធ្វើនៅចុះជុលនគរហ្នឹងចុះជុលក្នុងបច្ចន្តនគរហ្នឹងអញ្ចឹងអត់បានទំនុកបំរុងចង្ហាន់បិណ្ឌបាតដើម្បីភិក្ខុសង្ឃនឹងបានគ្រប់គ្រាន់ទេអញ្ចឹងណាញោមឡាយតែរវល់កិច្ចការងារចុះជុលក្នុងនគរហ្នឹងចឹងទៅក៏ដល់ថ្ងៃចេញវស្សាជាទំនៀមទម្លាប់របស់ភិក្ខុសង្ឃទាំងឡាយតែងតែគាល់ព្រះមានព្រះភិក្ខចូលគាល់ព្រះមានព្រះភិក្ខហើយធ្វើក្រាបថ្វាយបង្គំព្រះអង្គហើយក៏អង្គុយក្នុងទីដែលសមគួរហើយព្រះអង្គក៏ធ្វើបដិសន្ធារៈអញ្ចឹងហើយក៏ត្រាស់សួរថាមនាលអ្នកទាំងឡាយអ្នកនៅបានសុខឬភិក្ខុទាំងឡាយឆ្លើយថានៅបានសុខតែថ្ងៃដំបូងវស្សាដំបូងនោះទេដល់ពេលពាក់កណ្ដាលវស្សាពួកនេះមានពួកចៅប្លន់អ្នកស្រុកហ្នឹងដើម្បីចាប់ទៅធ្វើឆ្លើយសឹកហ្នឹងអញ្ចឹងទៅក៏អ្នកស្រុកហ្នឹងក៏រវល់កិច្ចការងារចុះជុលក្នុងនគរហ្នឹងហើយអត់បានទំនុកបំរុងចំពោះចង្ហាន់បិណ្ឌបាតព្រះសង្ឃទេអញ្ចឹងទៅក៏ធ្វើឲ្យមិនសប្បាយអញ្ចឹងទៅហើយក៏បន្ទាប់មកនឹងទៅព្រះអង្គត្រាស់ថានៅហើយចោះអ្នកទាំងឡាយការនៅដែលបុគ្គលដែលនៅសុខរកបានដោយកម្រញាតិញោមហ្នឹងហើយរកបានដោយកម្រអញ្ចឹងទៅក៏ព្រះអង្គត្រាស់បឋមត្រាស់គាថាក្នុងគាថាធម្មបទហ្នឹងមានសម្ដែងអ្នកករាំងយថាបច្ចន្តាំងគុតាំងសន្តរពាហិរាំងអេវੰងគោបេថៈអត្តានੰខណោមីវោបច្ចគាខណាតេតាហេសោចន្តិនិរយមហិសមតានគរក្នុងទីបំផុតដែនដែលគេគ្រប់គ្រងហើយទាំងខាងក្នុងទាំងខាងក្រៅយ៉ាងណាអ្នកទាំងឡាយគួររក្សាខ្លួនយ៉ាងនោះកុំឲ្យខណៈកន្លងអ្នកទាំងឡាយឡើយព្រោះថាជនទាំងឡាយណាដែលឲ្យខណៈកន្លងហើយរមែងសោកសៅក្នុងនរកមីដេដាអញ្ចឹងក្នុងពគាថាហ្នឹងព្រះអង្គសម្ដែងនគរជាទីបំផុតដែនដែលគេគ្រប់គ្រងហើយទាំងខាងក្នុងទាំងខាងក្រៅប្រៀបដូចជាព្រះរាជាអញ្ចឹងណាញោមព្រះរាជាដែលគ្រប់គ្រងរក្សាទាំងខាងក្នុងទាំងខាងក្រៅទាំងខាងក្នុងដែនផងទាំងខាងក្រៅផងកុំឲ្យពួកអ្នកទាំងឡាយហ្នឹងចូលមកដើម្បីលួចឆក់ប្លន់អីជាដើមអញ្ចឹងទៅអ្នកទាំងឡាយគួររក្សាខ្លួនយ៉ាងនោះកុំឲ្យខណៈកន្លងអ្នកទាំងឡាយឡើយក្នុងគាថាក្នុងអត្ថកថាលោកពយល
បទថាសន្តពាហិរੰខាងក្នុងទាំងខាងក្រៅជាដើមអធិប្បាយថាមនាលភិក្ខុទាំងឡាយអ្នកស្រុកទាំងនោះរក្សាបច្ចន្តនគរនោះឲ្យបានរឹងមាំទាំងខាងក្នុងទាំងខាងក្រៅគឺខាងក្នុងមានទ្វារនិងកំផែងឲ្យមុតឲ្យមាំទាំខាងក្រៅដោយមានប៉មនិងគូឲ្យមាំទាំយ៉ាងណាពួកអ្នកចូលរក្សាខ្លួនយ៉ាងនោះដោយការតាំងសតិទុកបិទទ្វារទាំង6ដែលជាអាយតនៈខាងក្នុងមិនលះបង់សតិជារក្សាទ្វាររក្សាអាយតនៈខាងក្នុងទាំងនោះឲ្យមាំទាំឲ្យមុតមាំដោយមិនឲ្យអាយតនៈខាងក្រៅ6ដែលបុគ្គលកាន់យកហើយចូលមកកំចាត់អាយតនៈខាងក្នុងបានត្រួតត្រាមើលត្រួតត្រាឲ្យបានអាយតនៈខាងក្រៅចូលទៅដោយមិនបណ្ដែបណ្ដោយសតិដែលជាអ្នករក្សាទ្វារបទថាខណោវោមាបច្ចគាកុំឲ្យខណៈកន្លងទៅអ្នកទាំងឡាយឡើយសេចក្តីថាក៏បុគ្គលណាមិនរក្សាខ្លួនយ៉ាងនោះខណៈទាំងនោះគឺខណៈកើតឡើងនៃប្រពុតមួយខណៈដែលខ្លួនកើតឡើងក្នុងបច្ឆិមប្រទេសមួយខណៈបានសមាទិដ្ឋិមួយខណៈដែលអាយតនៈទាំង6មិនវិកលវិការមួយរមែងឈានកន្លងនៅបុគ្គលនោះទៅខណៈនោះឯងចូលកុំអ្នកទាំងឡាយឡើយចូលកុំឲ្យអ្នកទាំងឡាយឡើយបទថាខណាតេតាអ្នកបណ្ដោយឲ្យខណៈកន្លងទៅជាដើមសេចក្តីថាព្រោះថាបុគ្គលពួកណាកន្លងនៅខណៈនោះទៅនិងខណៈនោះរមែងកន្លងជននោះទាំងនោះទៅជនទាំងនោះនឹងជាអ្នកនៅក្នុងនគរគឺកើតក្នុងនគរនោះហើយសោកសៅជាស្លាញ់ក្នុងនរកញាតិញោមក្នុងសេចក្តីហ្នឹងលោកអធិប្បាយក្នុងអត្ថកថាអញ្ចឹងយើងត្រូវតែមានសតិរលឹករឿយថាកុំឲ្យអាយតនៈ6គឺខាងក្រៅហ្នឹងមកគ្រប់សង្កត់គឺជាតួកិលេសហ្នឹងញាតិញោមជាតួកិលេសហ្នឹងកុំឲ្យគ្រប់សង្កត់ក្នុងអាយតនៈខាងក្នុងហ្នឹងអញ្ចឹងដូចមានអាយតនៈខាងក្នុងមានចក្ខុទ្វារសោតទ្វារឃានទ្វារកាយទ្វារមโนទ្វារជាដើមអញ្ចឹងទៅហ្នឹងហើយអញ្ចឹងខាងអាយតនៈទាំងអស់ហ្នឹងយើងត្រូវរក្សាវាខាងក្នុងកុំឲ្យអាយតនៈ6ខាងក្រៅហ្នឹងមកបៀតបៀនគឺសំដៅដល់តួកិលេសតណ្ហាហ្នឹងសំដៅដល់រូបសម្លេងរសក្លិនផលតាពៈហ្នឹងត្រូវតែរក្សាវាអញ្ចឹងឃើញដល់ពេលយើងឃើញរូបអីមួយអញ្ចឹងយើងត្រូវតែពិចារណាត្រូវតែមានសតិរលឹកថានឹងជារូបជាពណ៌អញ្ចឹងណាញោមសភាវៈធម៌ហ្នឹងវាគួរតែបែកធ្លាយជាធម្មតាអញ្ចឹងទៅអញ្ចឹងយើងត្រូវតែមានសតិរលឹកអញ្ចឹងកុំឲ្យអាយតនៈ6ខាងក្រៅហ្នឹងមកចូលក្នុងអាយតនៈ6ខាងក្នុងហ្នឹងហើយកុំចាត់វាចេញទៅហ្នឹងហើយបន្ទាប់មកបើយើងបានកើតក្នុងពុទ្ធដែលត្រាស់ដឹងឡើងក្នុងលោកបានកើតបានត្រាស់ដឹងពុទ្ធហើយញោមយើងគួរគោរពគុណរបស់ព្រះអង្គអញ្ចឹងខណៈដែលបានត្រាស់ដឹងជាពុទ្ធជាការកម្រក្រៃលែងញោមហ្នឹងហើយយើងបានថ្វាយបង្គំព្រះអង្គហ្នឹងហើយមិនមែនថ្វាយបង្គំស៊ីម៉ងទេញោមយើងត្រូវថ្វាយបង្គំដោយគោរពគុណណាគោរពគុណរបស់ដែលមានប្រភាថាព្រះអង្គមានបញ្ញាគុណមានវិសុទ្ធិគុណហ្នឹងហើយបរិបូរដោយពុរិសលក្ខណៈអញ្ចឹងទៅហើយយើងថ្វាយបង្គំអីផ្សេងសរីរៈព្រះអង្គមិនមែនដើម្បីថាឃើញរូបស្អាតអីទេយើងថ្វាយបង្គំហ្នឹងដើម្បីគោរពគុណរបស់ព្រះអង្គទេមិនមែនដើម្បីថ្វាយបង្គំទៅឃើញសរីរៈព្រះអង្គស្អាតក្នុងហ្នឹងព្រះអង្គតេះដៀលហ្នឹងញោមតេះដៀលថាណែមោខៈបុរសនេះឯងមិនគួរមើលសរីរៈរបស់ព្រះមានប្រភាអញ្ចឹងប្រពុតអញ្ចឹងទៅមើលអីស្អាតអីរូបកាយរបស់ព្រះអង្គហ្នឹងជារូបកាយដែលបែកធ្លាយទៅហ្នឹងហើយជារូបកាយដែលសូន្យទៅញាតិញោមយើងគួរតែពិចារណាមើលអញ្ចឹងព្រះអង្គតេះដៀលថាអ្នកឯងមកមើលអីរូបតថាគតហ្នឹង
រូបដែលគួរតែបែកធ្លាយបុកផុយអញ្ចឹងញាតិញោមអញ្ចឹងគួរពិចារណាអញ្ចឹងសតិហ្នឹងមិនឃើញកុំឃើញរូបហ្នឹងចេះតែស្អាតអញ្ចឹងកុំឮពាក្យសរសើរអីហ្នឹងចេះតែចិត្តនឹងត្រេកអរទៅតាមហ្នឹងត្រូវអប់រំវាត្រូវធ្វើចិត្តឧបេខាអញ្ចឹងញោមអញ្ចឹងខណៈដែលបានកើតឡើងក្នុងបច្ឆិមប្រទេសហ្នឹងគឺប្រទេសដែលពុទ្ធត្រាស់ដឹងឡើងក្នុងលោកពុទ្ធទាំងឡាយត្រាស់ដឹងឡើងក្នុងលោកអញ្ចឹងញោមគឺព្រះអង្គត្រាស់ដឹងតាក្នុងប្រទេសហ្នឹងទេក្នុងប្រទេសផ្សេងហ្នឹងព្រះអង្គអត់ត្រាស់ដឹងឡើងក្នុងលោកទេអញ្ចឹងក្នុងខណៈដែលមានសមាទិដ្ឋិហ្នឹងគឺការយល់ឃើញត្រូវឃើញត្រូវក្នុងធម៌របស់ព្រះអង្គថាហ្នឹងហើយព្រះអង្គទូមានព្រានបដៅមិនអញ្ចឹងទៅធ្វើតាមអញ្ចឹងទៅហ្នឹងហើយបើយើងជាអ្នកមានសមាធិគ្រប់គ្នាដឹងជាល្អប៉ុណ្ណានេះញោមហ្នឹងហើយកុំថាពុទ្ធស្រីណាញោមហ្នឹងហើយយើងគួរពិចារណាមើលអញ្ចឹងយើងឲ្យយល់ធម៌ព្រះអង្គជ្រៅជ្រះអញ្ចឹងហើយពិចារណាមើលអញ្ចឹងទៅហ្នឹងហើយបន្ទាប់មកអាយតនៈ6លើកឡើងមិញហើយមានចក្ខុទ្វាសោតទ្វាឃានទ្វាហ្នឹងណាញោមយើងគួរតែអប់រំកាយវិការចិត្តនឹងឲ្យបានល្អហ្នឹងហើយកុំធ្វើឲ្យអាយតនៈ6ខាងក្រៅមានរូបសម្លេងរសក្លិនផលតពៈហ្នឹងមកប្រកាសក្នុងយើងអញ្ចឹងហ្នឹងហើយអញ្ចឹងយើងត្រូវអប់រំវាអាខាងក្នុងហ្នឹងត្រូវអប់រំវាអញ្ចឹងអាយតនៈ6ហ្នឹងសំដៅដល់ចក្ខុទ្វាមើលរូបទាំងឡាយហ្នឹងពិចារណាមើលថារូបហ្នឹងវាគួរជាទីពេញចិត្តជ្រះថ្លាអត់អញ្ចឹងយើងគួរតែពិចារណាមើលអញ្ចឹងទៅមានសតិរលឹករឿយអញ្ចឹងក្នុងវិកលវិការហ្នឹងបានកើតក្នុងកំណើតមនុស្សហើយមានដៃនឹងជើងនឹងល្អបានថ្វាយទៀនឲ្យទៀនសម្ពុតការសាវកចំពោះព្រះសង្ឃអញ្ចឹងទៅអ្នកដែលគេពីការខ្វាន់ខ្វងហ្នឹងគេចង់តែបានដូចយើងដែរហើយយើងបានមានដៃមានជើងដើម្បីថ្វាយទៀនសម្ពុតការសាវកចំពោះសង្ឃហើយគួរតែធ្វើទៅហ្នឹងហើយបុគ្គលដែលកន្លងទៅហើយកុំឲ្យកន្លងហួសទៅយើងត្រូវតែចាប់វាមកវិញកុំឲ្យវាកន្លងហួសទៅព្រោះអីការកន្លងហួសទៅហើយសួរថាបានមកវិញទេញោមបានមកវិញអត់ញោមអត់បានទេអញ្ចឹងយើងត្រូវតែចាប់យកវាចាប់យកយើងត្រូវតែថ្វាយទៀនទៅណាអាថ្វាយអញត្រូវតែថ្វាយទៀនអាថ្វាយអញត្រូវតែសាសិលអញ្ចឹងទៅអញ្ចឹងកុំឲ្យកន្លងហួសទៅអញ្ចឹងក្នុងបុគ្គលណាដែលកន្លងហួសទៅខណៈនឹងឯងទៀងឯងញោមទៅប្រែតិរិឆានអសុរកាយនរកនឹងញោមទៀងអត់ហ្នឹងហើយអញ្ចឹងទៀងហើយអញ្ចឹងទៀងតែទៅអវិជ័យជាស្រ័យទៀងតែទៅប្រែតិរិឆានអសុរកាយនឹងអត់ផុតទេញោមព្រោះអីចិត្តយើងប្រថុជជនយើងអត់ទាន់បានសម្រេចនៅសកតាផងសោតាបានឬក៏សកតាផងអត់ទាន់បានសម្រេចអីមួយផងហើយយើងជាប្រថុជជននៅឡើយអញ្ចឹងយើងសន្សំអញ្ចឹងទៅណាជារឿយអញ្ចឹងទៅក្នុងការនោះឯងចប់ពធទេសនាពួកភិក្ខុទាំងឡាយដែលជាអកណ្ដកៈហ្នឹងក៏បានលុះក្នុងអរហត្តផលក្នុងការនោះឯងសូមជាបច្ច័យនៃព្រះនិព្វានខ្ញុំពធទេសនាសន្មតចប់ត្រឹមនេះឯងអេវ៉ាំង